ហាអញ្ចឹងណាបាទតោះឥឡូវមើលចម្លើយសង្គ្រាមស៊ីវិល70 75 75 1993របបបល្ល័ង្កពុជសាសន៍នៃកម្ពុជាប្រជាធិបតេយ្យ1975 1979បាននាំនៅការខូចខាតនិងវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់កម្ពុជាដូចជាទី1ឥឡូវយើងនិយាយពីសង្គមខ្ញុំប្រាប់ថានិយាយសង្គមណាទី1សង្គមសម្រាប់ជីវិតមនុស្សរាប់លាននាក់តែខ្ញុំសូមបញ្ជាក់ឡើងនេះបើសង្គ្រាម70 75យើងអាចដាក់ថាប្រមាណ1លាននាក់បើសង្គ្រាមនៅកម្ពុជាជាង2ទសវត្សរ៍យើងដាក់ថាប្រមាណ2ទៅ3លាននាក់បើការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកយើងអាចដាក់ថាប្រមាណជិត1លាននាក់ឃើញទេបើយើងនិយាយអំពីសង្គ្រាម1998យើងនិយាយថារាប់សែននាក់ណាដូរតែប៉ុណ្ណឹងឯងកន្លែងដាក់រាប់លាននាក់ដូរតែប៉ុណ្ណឹងឯងដូរកន្លែងតិចហ្នឹងជាទូទៅបាទមានរបួសពិការជាច្រើនយើងដាក់ជាច្រើនណាមិនរាប់លេខបាទមួយទៀតសង្គ្រាមតែមិនសល់អីស្រីមីម៉ាយបន្ថយទៀតក្មេងកំព្រាបន្ថយទៀតចាស់ជរាគ្មានទីពឹងចូលដាក់ថាមិនសល់បរោះពោះម៉ាយមិនអីថាអត់បាច់ទេហេតុអីសល់ស្រីម៉ាយព្រោះយកមនុស្សទៅប្រុសទៅច្បាំងស្លាប់នៅក្នុងសមរភូមិបាទបន្តទៀតដែរសង្គ្រាមអីទៀតប្រជាជនរងទុក្ខវេទនាណាព្រាត់ប្រាសគ្រួសារព្រាត់ប្រាសផ្ទះសម្បែងរងគ្រោះទូរភិក្សពលរដ្ឋនៃសង្គ្រាមមានពេលណាទៅរកទទួលទានមានពេលណាបង្កបង្កើនផលមានពេលណាទៅលក់ដូរពលរដ្ឋចឹងដាច់ខាត 100% កាពះឃ្លានណាអត់មានអីទទួលទានទេរងគ្រោះទូរភិក្សព្រោះអត់មានរបស់ទទួលទានបន្តទៀតដែរសង្គ្រាមតែងតែបំផ្លាញផ្ទះសម្បែងសង្គ្រាមបានបំផ្លាញវត្តអារាមសង្គ្រាមបានបំផ្លាញសាលារៀនគ្រឹះស្ថានសាធារណៈមន្ទីរពេទ្យមួយទៀតសង្គ្រាមបំផ្លាញធនធានមនុស្សចុះចំណុចណាបំផ្លាញធនធានមនុស្សពេលខ្លះសង្គ្រាមអត់បានសម្លាប់មនុស្សសម្លាប់អ្នកជាតិនឹងអស់ប្រមាណទេប៉ុន្តែការណាសង្គ្រាមមនុស្សអត់បានរៀនទេការណាមនុស្សអត់បានរៀនគឺជាការបំផ្លាញធនធានមនុស្សមួយដោយប្រយោជន៍ដូចកូវីដនេះអញ្ចឹងសួរបំផ្លាញធនធានមនុស្សទេរាជរដ្ឋាភិបាលក្រសួងអប់រំយុវជនកីឡាមានការបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់ធនធានមនុស្សតាមរយៈអីតាមរយៈសិស្សអត់បានរៀនយើងមើលតែសម័យខ្មែរក្រហមអត់បានរៀនបាន3ឆ្នាំ8ខែ20ថ្ងៃប្រហែលជំនាន់មនុស្សអត់ចេះអក្សរកាលណាអត់ចេះអក្សរងាយលងនឹងនយោបាយប្រជាពិធអត់ចេះអក្សរងាយលងនឹងការបោះប្រាស់អត់ចេះអក្សរខ្វះការពិចារណាឲ្យបានដិតដល់អត់បានដឹងអំពីពិភពសង្គមខាងក្រៅទេឃើញទេនឹងជាការបំផ្លាញធនធានមនុស្សហើយប្រទេសមួយអភិវឌ្ឍទៅបានអាស្រ័យលើធនធានមនុស្សប្រទេសខ្លះអត់សម្បូរធនធានធម្មជាតិទេប៉ុន្តែជាប្រទេសអ្នកមានគេខ្លាចជាប្រទេសអ្នកមានបានដោយសារគេសម្បូរធនធានមនុស្សគេហៅថាមូលធនមនុស្សណាបាទបន្តទៀតដែរតាក់ទងសង្គមដែរជួបនៅភាពអនាធិបតេយ្យសង្គ្រាមធ្វើឲ្យសង្គមជួបនៅអនាធិបតេយ្យចោរកម្មពុករលួយអយុត្តិធម៌និងការបាត់បង់នៅសិទ្ធិសេរីភាពយើងហៅថាបំបត្តិនៅសិទ្ធិសេរីភាពអត់បាច់គេទៅបំបត្តិទេបាត់ដោយខ្លួនឯងអត់ហ៊ានទៅហ្នឹងទេចង់ទៅហ្នឹងចង់ធ្វើនេះអត់ហ៊ានទៅទេខ្លាចអីខ្លាចសង្គ្រាមខ្លាចគ្រាប់បាទខ្លាចជួបនឹងសត្រូវនេះតាក់ទងជាមួយសង្គមឥឡូវតាក់ទងមួយទៀតដែរសេដ្ឋកិច្ចការខូចខាតខាងសេដ្ឋកិច្ចគេឃើញថាដីស្រែចម្ការទុកទំនេរចោលបាទខ្លាយជាចម្ការមីនស្រុកខ្មែរឆ្នាំ91 92 93 94ហ្នឹងកន្លែងអូចម្ការមីនច្រើនណាស់ខ្លាយជាចម្ការមីនខ្លាយទៅជារណ្ដៅគ្រាប់បែកជាពិសេសគ្រាប់បែកបេសែងកង់ឌឺឬឲ្យឈ្មោះថាគ្រាប់ B52 តែគ្រាប់នោះមានឈ្មោះចឹងទេគឺសហរដ្ឋអាមេរិកប្រើប្រាស់យន្តហោះបេសែងកង់ឌឺនេះដើម្បីទម្លាក់គ្រាប់ចឹងចាស់ពីដើមគាត់ថាបេសែងកង់ឌឺណាបេសែងកង់ឌឺខ្លាយទៅជារណ្ដៅគ្រាប់បែកអាមេរិកទៅទម្លាក់គ្រាប់បែកមិនមែនទម្លាក់អត់មើលនេះណាតំបន់មួយចំនួនមានទម្លាក់គ្រាប់បែកហើយបងអូនចង់ណាតើរណ្ដៅគ្រាប់បែកមិនសូមបងអូនពេលចប់កូវីដឬក្នុងដំណើរទស្សនកិច្ចឯណាមួយអូននៅសល់ប្រាសាទសម្បូរព្រៃគុកជាង200រណ្ដៅអូនទៅមើលទៅនៅរណ្ដៅគ្រាប់បែកអត់ទាន់លុបទេឯដីស្រែមួយចំនួនទៅបានលុបហើយគាត់លុបដើម្បីឲ្យធ្វើស្រែចម្ការបាទណាបាទអញ្ចឹងដែរគ្រាប់បែកអញ្ចឹងមួយទៀតសំណង់ធារាសាស្ត្រសំណង់បរិខាស្ពានផ្លូវថ្នល់កំពង់ផែត្រូវបានខ្ទេចខ្ទាំតែម្ដងដោយសារសង្គ្រាមដោយសារការបាញ់ផ្លោងដោយសារការទម្លាក់គ្រាប់បែកណាបាទកសិដ្ឋានរោងសិប្បកម្មរោងចក្រសហគ្រាសត្រូវបានបំផ្លាញបាទចំការកស៊ូត្រូវខូចខាតដោយសារអីដោយសារតែកំទេចដូចជាថារដ្ឋវិទ្យមុនទម្លាក់គ្រាប់បែកទៅរួយម្សៅពណ៌លឿងហ្នឹងម្សៅហើយប្រហែលថ្ងៃក្រោយមកកស៊ូជ្រូអស់បាទគាត់វាយបហាតែម្ដងធ្វើការទម្លាក់គ្រាប់បែកតែម្ដងបាទមួយទៀតដែរវិស័យពាណិជ្ជកម្មត្រូវរាំងផ្ទះកាលណាមានសង្គ្រាមមានកន្លែងមានកន្លែងគេប្រយុទ្ធគ្នាមានអាណាទៅធ្វើពាណិជ្ជកម្មនៅហ្នឹងបានបាទអញ្ចឹងត្រូវរាំងផ្ទះបាទត្រូវរាំងផ្ទះខ្ញុំលើកឧទាហរណ៍មួយចុះក្រោយឆ្នាំ1979រថភ្លើងដែលធ្វើពីដំណើរភ្នំពេញទៅបាត់ដំបងជាដើមគេដាក់គេហៅទូបញ្ឆោតមក2ទូ3ទូមុខព្រោះឲ្យខ្មែរក្រហមក៏ដាក់មីននោះផ្ទុះឯងចង់ទៅក្រុងសៀននោះ
អត់អាចបើកឡានរាល់ថ្ងៃចង់ទៅពេលណាពេលនោះបានទេទៅជាក្បួនជាខ្សែម្ដងបើអញ្ចឹងទេតាមផ្លូវខ្មែរក្រហមនឹងកាក់ប្លន់ 100% ហើយប្លន់ហ្នឹងមិនប្លន់យកតែនេះតែប្លន់យកទៅបាត់ហើយសម្រាប់មនុស្សថែមទៀតបាទអញ្ចឹងឃើញសង្គ្រាមនឹងផុតសង្គ្រាមតែប្រទេសអត់ទាន់បានសន្តិសុខសន្តិភាពពេញលេញផងបាទឃើញជួបបញ្ហាហ្នឹងកើតឡើងមានដល់ឥឡូវចង់ទៅបានអញ្ចឹងទេបាទបន្តទៀតដែរយើងសង្កេតថៃទៀតបាត់បង់ធនធានផ្សេងបាទហើយគេឃើញថាអ្នកវិនិយោគអត់ហ៊ានចូលមកទេអ្នកវិនិយោគគេមិនដែលទៅវិនិយោគកន្លែងណាដែលមានសង្គ្រាមទេព្រោះគេយកប្រាក់គេយកធនធានគេមកទាំងដុំមិនយកមកបោះចោលទេគឺអត់ធ្វើការបថុយវិធាននឹងស្ថានភាពបែបហ្នឹងទេបាទមួយទៀតដែរទំនិញឡើងថ្លៃអតិផរណាបានកើតមានឡើងនេះហើយជាការខូចខាតផ្នែកសេដ្ឋកិច្ចឥឡូវនេះយើងពិនិត្យមើលការខូចខាតផ្នែកនយោបាយវិញមានអីខ្លះគេសង្កេតឃើញថាផ្នែកនយោបាយអធិរភាពខាងនយោបាយបាននាំមកនៅឃើញទេដូចគ្នាជាមួយថារដ្ឋប្រហារនាំអីឲ្យកម្ពុជាដែរដូចគ្នាកន្លែងនេះបាទបាត់បង់កិត្តិយសបាទគេឈ្មោះជាតិកម្ពុជាលើឆាកអន្តរជាតិបាត់បង់កិត្តិយសគេឈ្មោះជាតិកម្ពុជាលើឆាកអន្តរជាតិបាទនេះគឺត្រូវតែសេទី2កម្ពុជាបាត់បង់ឯករាជ្យបាត់បង់អធិបតេយ្យភាពបាត់បង់បូរណភាពទឹកដីទី3ប្រជាជនអស់ជំនឿទុកចិត្តលើអ្នកដឹកនាំបាទអស់ជំនឿទុកចិត្តលើអ្នកដឹកនាំអស់សង្ឃឹមលើវាសនាជាតិខ្លួនរាល់ថ្ងៃនេះក៏មានប្រជាពលរដ្ឋខ្លះនៅអស់សង្ឃឹមណារដ្ឋាភិបាលខំធ្វើមិនដើម្បីបានសន្តិភាពប៉ុណ្ណឹងហើយប្រជាពលរដ្ឋខ្លះនៅតែអស់សង្ឃឹមហ៎ដូចនៅស្រុកខ្មែរថ្ងៃក្រោយនឹងមិនទេហ៎តែនៅស្រុកគេទៅចេះបាទឃើញទេនេះជាបញ្ហាកើតឡើងអស់សង្ឃឹមអញ្ចឹងការនេះគេអស់សង្ឃឹមអស់ជំនឿទុកចិត្តមិនងាយទេនឹងការស្ដារជំនឿទុកចិត្តណាមិនងាយស្ដារទេព្រោះវាដកនៅក្នុងអារម្មណ៍របស់មនុស្សបាទដកក្នុងអារម្មណ៍របស់មនុស្សបាទបន្តទៀតដែរយើងសង្កេតថានាំកម្ពុជាទៅរកការបែកបាក់ជាតិសង្គ្រាមនាំកម្ពុជារកការបែកបាក់ជាតិនាំទៅរកការសម្លាប់រង្គាលលើជាតិសាសន៍ឯងឧទាហរណ៍នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យឃើញទេបាទចុងក្រោយកម្ពុជាកម្ពុជាคล้ายទៅជាប្រទេសដែលរស់នៅដោយឯកោមិនប្រទេសជិតខាងគេមិនសាទរទេឃើញយើងសង្គ្រាមរវាងគ្នាគេអត់ចង់ទេបាទឧទាហរណ៍ខ្ញុំលើកករណីមួយយើងត្រូវចូលជាសមាជិកអាស៊ាននៅឆ្នាំ1997ប៉ុន្តែការប៉ះទង្គិចគ្នានៅកណ្ដាលទីក្រុងភ្នំពេញថ្ងៃ5ថ្ងៃ1កក្កដា1997ធ្វើឲ្យកម្ពុជាខកខានមិនបានចូលជាសមាជិកអាស៊ានដល់ឆ្នាំ1999បានយើងបានចូលជាសមាជិកអាស៊ានក្រោយពីកម្ពុជាបានសន្តិភាពពេញលេញឆ្នាំ1998ដោយសារការអនុវត្តនៅគោលនយោបាយឈ្នះរបស់សម្ដេចហ៊ុនសែនពេលហ្នឹងយើងចាប់ដើមសន្តិភាពពេញលេញយើងចាប់ដើមបានចូលជាសមាជិកអាស៊ានឃើញទេពេលយើងមានសង្គ្រាមពេលយើងមានបញ្ហាគេអូខេខ្ញុំអត់ត្រូវការអ្នកឯងខ្ញុំត្រូវការ